បាទសួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំអឺសូមលើកយកនីតិប្រវត្តិសាស្ត្រដែលដកស្រង់ចេញពីwebsite ដំណឹងថ្មីបាទដែលបានចុះផ្សាយនៅថ្ងៃទី25ខែ1ឆ្នាំ2017ស្ដីអំពីអឺដើមកំណើតវៀតណាមមកពីតុងកឹងនិងដំណើរគម្រាមកំហែងមកទិសខាងត្បូងយកចម្ប៉ានៅកម្ពុជាព្រមទាំងទិសខាងលិចលេបត្របាក់លាវវគ្គ2បាទឬមួយក៏ភាគចប់បាទផ្ដើមចេញពីសង្គ្រាមប្លន់លុកលុយយ៉ាងយូរជាង30ឆ្នាំនៃពួកម៉ុងហ្គោលមកលើអាណាមផងមកលើចម្ប៉ាផងគ្រាន់តែមកផ្អាកមួយពេលប៉ុណ្ណោះនៅដំណើររបស់អាណាមមកទិសខាងត្បូងការលាតសន្ធឹងទឹកដីរបស់អាណាមក៏ចាប់ផ្ដើមទៅទៀតនៅពេលចប់សង្គ្រាមជាមួយពួកម៉ុងហ្គោលស្ដេចអាណាមត្រាន់អញតុងឆ្នាំ1293ដល់ឆ្នាំ1314លើកបុត្រីខ្លួនហ៊ានត្រាន់ឲ្យរៀបការជាមួយស្ដេចចាមជេម៉ានដែលលើកខេត្តវេទៅឲ្យអាណាមដានញូហាយរាជទូតអាណាមប្រឆាំងនគរចម្ប៉ាដឹកនាំហើយចាក់រុកឲ្យចៅហ្វាយខេត្តចាមម្នាក់ធ្វើរដ្ឋប្រហារហើយចាប់ស្ដេចចាមចែជីទៅហាណូយស្ដេចចាមជេណាងខំសាកល្បងរំដោះខេត្តវេពីអាណាមមកវិញដែរតែពុំបានសម្រេចក្នុងពេលដែលខ្លួនលាតសន្ធឹងទឹកដីទៅទិសខាងត្បូងអាណាចក្រអាណាមក៏ពុំភ្លេចវាទីទៅទិសខាងលិចដែរនៅក្រោមរាជត្រាន់ហ៊ានតុងឆ្នាំ1330ដល់1342ទ័ពអាណាមដែលដឹកនាំដោយដានញូហាយចាប់លុកលុយប្រទេសលាវអាឡាវក្នុងភាសាវៀតណាមតែត្រូវលាវវាយរុញច្រានចេញមកវិញហើយសម្រាប់មេតបនេះដែលមានកំណត់ចង់វាយដណ្ដើមយកលាវឲ្យបានសិនហើយបន្ទាប់មកចុះតាមដងទន្លេមេគង្គដើម្បីវាយដណ្ដើមយកទឹកដីរបស់ពួកម៉ុយក្នុងភាសាវៀតណាមពាក្យនេះមានន័យថាពួកព្រៃផ្សៃនិងទីបំផុតវាយដណ្ដើមយកកម្ពុជាគេពុំបានដឹងឲ្យបានពិតប្រាកដថាពេលណាទេដែលសាសនាអ៊ីស្លាមបានចូលទៅនគរចម្ប៉ាប៉ុន្តែបើពិនិត្យមើលតាមឈ្មោះស្ដេចចាមទាំងឡាយគេអាចនឹងដឹងប្រហាក់ប្រហែលពីពេលដែលការផ្លាស់ប្ដូរនេះពីចម្ប៉ាដែលកាន់ព្រហ្មញ្ញសាសនាទៅចម្ប៉ាដែលកាន់សាសនាអ៊ីស្លាមនៅចុងសតវត្សទី14ស្ដេចចាមជេប៉ូណាហ្កាឆ្នាំ1360ដល់ឆ្នាំ1390ឆ្លៀតឱកាសដែលមានទូរភឹកនៅតុងកឹងបញ្ជូនទ័ពទៅលុកលុយអាណាមក្នុងឆ្នាំ1361ហើយដកខ្លួនមកវិញដោយនាំទាំងឆ្លើយសង្គ្រាមអាណាមជាច្រើនមកជាមួយផងជាអ្នកចម្បាំងម្នាក់ខ្លាំងពូកែវីរៈបុរសនៃនគរចម្ប៉ាស្ដេចប៉ូណាហ្កាដាស់ចម្ប៉ាឲ្យក្រោកងើបឡើងវាយអាណាមកាន់តែខ្លាំងស្ទើរតែសង្គ្រប់យកអាណាមបានជាច្រើនលើកច្រើនសារស្ដេចប៉ូណាហ្កាវាយឈ្នះអាណាមរហូតដល់ពេលមួយដែលមានចាមម្នាក់ក្បត់ស្ដេចខ្លួនចង្អុលទូកដែលស្ដេចខ្លួនជិះប្រាប់អាណាមក្នុងពេលកំពុងប្រយុទ្ធគ្នាជាមួយអាណាមនៅលើទន្លេ Hare Grill រាជវង្សត្រាន់បានត្រូវបញ្ចប់ដោយនាម៉ឺនអាណាមម្នាក់ដែលមានដើមកំណើតជាចិនឈ្មោះលេគីលីឡើងសោយរាជ្យហើយយកឈ្មោះដើមខ្លួនហូគីលីវិញដាក់រាជ្យនៅឆ្នាំ1402ហូគីលីប្រគល់រាជវង្សកូនច្បងរបស់ខ្លួនហូហាន់ធួងឆ្នាំ1402ដល់ឆ្នាំ1407ដែលប្រកាសសង្គ្រាមជាមួយចម្ប៉ាស្ដេចចាមស៊ីមហាវរ្ម័នដោយខ្លាចអាណាមវាយក៏បញ្ជូនមាររបស់ខ្លួនឈ្មោះពោឌៀនទៅសុំសេចក្តីសុខពីអាណាមដោយប្រគល់ខេត្តខ្វាងណាមសព្វថ្ងៃឲ្យទៅអាណាមតែចាមខកចិត្តឥតប្រមាណអាណាមនៅតែលុកលុយចម្ប៉ាទៀតឯប្រទេសចិននៃស្ដេចមិញរាជវង្សដែលបានកំចាត់ពួកម៉ុងហ្គោលក៏ធ្វើអន្តរាគមន៍ជួយខាងចម្បាំងឆ្នាំ1406ចិនយកអាណាមបានជាចំណោះហូហាន់ធួងត្រូវចិនចាប់ជាឆ្លើយហើយក៏សម្លាប់ខ្លួនឯងទៅចិនដាក់មន្ត្រី2នាក់ឲ្យត្រួតត្រាអាណាមក្រោយឆ្នាំ1412
ចិនបង្ខំអាណាមឲ្យប្រកាន់យកទំនៀមទម្លាប់របស់ខ្លួនទុកសក់វែងហាមមិនឲ្យអាណាមសាក់ខ្លួនឡាក់តែអាណាមមិនព្រមចុះចាញ់ញោមឡើយដឹកនាំដោយលេឡយអាណាមចាប់ច្បាំងរំដោះរើខ្លួនចេញពីចិននៅឆ្នាំ1418នៅឆ្នាំ1422លាវចូលដៃជាមួយចិនហើយបញ្ជូនទ័ព30,000 នាក់ទៅច្បាំងទល់នឹងលេឡយដែលត្រូវអាណាមរុញច្រានឲ្យថយមកវិញឆ្នាំ1428លេឡយរំដោះអាណាមចេញផុតពីនឹមចិនហើយប្រកាសខ្លួនឡើងសោយរាជនៅកែជោហាណូយសប្តាហ៍ថ្ងៃហើយប្តូរឈ្មោះអាណាមទៅជាដៃវៀតលេឡយដែលបង្កើតរាជវង្សមួយទៀតគឺរាជវង្សលេក៏ដោះលែងឆ្លើយសង្គ្រាមចិនឲ្យទៅស្រុកវិញហើយប្រកាសសន្តិភាពឈប់ប្រទុះសារាយគ្នាជាមួយចិននៅក្រោមរាជវង្សលេញ៉ុងតុងឆ្នាំ1443ដល់ឆ្នាំ1460ចៅរបស់លេឡយអាណាមវាយកបានរាជធានីវិជ័យចាប់ស្ដេចចាមមហាវិជ័យនិងរាជវង្សានុវង្សទាំងអស់នៅតុងកឹងហើយចូលលុកលុយនគរចម្ប៉ាអាណាមបន្ទុកចាមម្នាក់ដែលក្បត់លើរាជបល្ល័ង្កនគរចម្ប៉ាពេលវេលាបានខិតមកដល់ទឹកបង្ហើយដែលអាណាមត្រូវលេបយកនគរចម្ប៉ាឲ្យអស់ស្ដេចអាណាមលេថាញ់តុងប្អូនរបស់ញុនតុងឆ្នាំ1460ដល់1498ដោយយកលេសថាចាវេរុកគួនអាណាមនៅខេត្តហាវចាវកែនទ័ព260,000 នាក់ដើម្បីកំទេចចម្ប៉ាឆ្នាំ1471លេថាញ់តុងវាយករាជធានីវិជ័យបានស្ដេចចាមបនឡាត្រាត្រូវអាណាមចាប់បានហើយចាម60,000 នាក់ត្រូវអាណាមសម្លាប់30,000 នាក់ទៀតជាឆ្លើយគឺជាអវសានរបស់នគរចម្ប៉ាអាណាមកាន់កាប់នគរចម្ប៉ាទាំងមូលរហូតដល់កូតារៈជ្រោយវ៉ារ៉េឡាហើយទឹកដីខាងត្បូងជាទឹកដីចំណុះដោយបន្ទុកស្ដេចចាមឥតល្អោចនានាឲ្យដឹកនាំរដ្ឋាភិបាលក្រោយមកស្ដេចត្រាញ់ខាងត្បូងខ្សែវៀងពង្រឹងអាណាចក្រឲ្យខ្លួនរហូតដល់ព្រែកផាន់រ៉ាំងក្នុងឆ្នាំ1653ហើយចូលកាន់កាប់ផាន់រីក្នុងឆ្នាំ1692នៅឆ្នាំ1822អធិរាជអាណាមមិញម៉ាងបានបញ្ជាឲ្យបំបត្តិពូជស្ដេចចាមផាន់ឌុនទាគឺបែបនេះឯងដែលនគរចម្ប៉ាត្រូវអាណាមលេបហើយលុបបំបត្តិចេញពីផែនទីពិភពលោកបន្ទាប់ពីបានដេញចិនចេញសម្លាប់បំផុតពូជចាមនិងកាន់កាប់ទឹកដីមួយផ្នែករបស់លាវមកឆ្នាំ1980នគរដៃវីតទទួលស្គាល់កោលហលដ៏យូរចម្បាំងក្នុងស្រុកដណ្ដើមរាជគ្នាទូរភឹកព្រមទាំងសង្គ្រាមស៊ីវិលដែលមួយសតវត្សក្រោយមកបំបែកអាណាមជាពីរសត្រូវនឹងគ្នាស៊ីសាច់គឺអាណាមខាងជើងនិងអាណាមខាងត្បូងក្នុងសម័យនេះនៃប្រវត្តិសាស្ត្រវៀតណាមដែលមេក្រុមនានាកើតឡើងដោយហើយសោយរាជដូចស្ដេចក្នុងភាសាវៀតណាមហៅថាជូស្ដេចជូមានកិត្តិយសធំបំផុតក្នុងរាជាណាចក្រដើម្បីគ្រាន់តែជានិមិត្តរូបកិច្ចការរដ្ឋាភិបាលទាំងអស់សុទ្ធតែធ្វើឡើងក្នុងនាមជានៃស្ដេចទោះបីខ្លួនមិនបានចូលរួមឬមិនបានដឹកនាំក៏ដោយបាទបន្ថែមពីនេះស្ដេចក៏ជាអ្នកមានទ្រព្យសម្បត្តិស្រុកដំទៀតឯស្ដេចត្រាញ់វិញជាអ្នកកាន់កាប់ទ័ពដកហូតពន្ធដារអាករចែកចាយបនស័កគឺជាអ្នកចាត់ចែងគ្រប់គ្រងកិច្ចការរដ្ឋនៅខាងជើងស្ដេចនៃរាជវង្សឡែដែលខ្សែរាជជាមួយនឹងស្ដេចត្រាញ់នៃនគរត្រិញរវល់ជាប់ដៃតែនឹងបង្ក្រាបបះបោរជាងមួយសតវត្សរាជវង្សឡែដោយមានគ្រូសាត្រិញជួយផងនៅតែពុំអាចបង្ក្រាបការបះបោរបានប៉ុន្តែឲ្យតែមានឱកាសទំនេរដែរបន្តិចក៏ឆ្លៀតមកវាយស្ដេចត្រាញ់ទៅកូលងៀននៅអាណាមខាងត្បូងឆ្លៀតឱកាសដែលមានសង្គ្រាមស៊ីវិលនៅអាណាមខាងជើងស្ដេចត្រាញ់ទៅកូលងៀននៅអាណាខាងត្បូងពង្រីករាជាណាចក្ររបស់ខ្លួនមុនដំបូងនៅលើទឹកដីដែលយកបានមកពីចាមបន្ទាប់មកបានមកពីខ្មែរគឺត្រកូលនេះងៀងនេះទៀតដែលដដែលដែលយកកម្ពុជាក្រោមឬកូសាំងស៊ីនដែលសប្តាហ៍ថ្ងៃខ្ល้ายជាវៀតណាមខាងត្បូងឬត្រកូលគឺត្រកូលនេះគឺត្រកូលងៀងនេះទៀតដែលលោកបំបត្តិពូជចាមជនជាតិភាគតិចនៅលើខ្ពង់រាបនៃវៀតណាមកណ្ដាលព្រមទាំងខ្មែរផងត្រកូលងៀងនេះបានតាំងរាជធានីនៅវេស្ដេចយ៉ាឡុងឆ្នាំ1879ដល់ឆ្នាំ1820
តែបានបង្រុំអាណានទាំងពីរឲ្យចូលគ្នាហើយឲ្យឈ្មោះថ្មីថាវៀតណាមដែលសេคล้ายមកសប្តាហ៍ថ្ងៃជាវៀតណាមចប់បាទសូមអរគុណសម្រាប់ការទស្សនាបាទជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងធ្វើការបកស្រាយនៅព័ត៌មានផ្សេងទៀតដែលខ្ញុំដកស្រង់មកពី website ក្នុងស្រុកនានាដែលបានចុះផ្សាយបាទអរគុណ